បាទជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកចែករំលែកពីការធ្វើបានទឹកខូចតែវាស្ទះអីចឹងកុំបងប្អូនកុំចោលវាទៅទិញថ្មីមកដោះដូរអីវាគ្រាន់តែស្ទះចឹងយើងមូលឯងខាងចុងហ្នឹងវាមានកលៈវាមួយសម្រាប់យើងមូលបងប្អូនគ្រាន់តែយកលេតយើងមូលចេញមកយើងអាចប្រើប្រាស់បានវិញយើងប្រើយូរវាមានកណដីស្ទះចឹងខ្ញុំកំពុងតែដោះបងប្អូនមើលទៅឃើញនេះសុទ្ធតែកណដីចឹងវាស្ទះហ្នឹងបងប្អូនខ្លះស្ទះចឹងហើយចោលទិញថ្មីតែមិនបាច់ចេញថ្មីទេឃើញទឹកថាខ្លាំងខ្ញុំបើកទឹកខ្លាំងហើយសារវាមានខូចអីទេប៉ុន្តែវាស្ទះអាចដៃចំណុចខាងចុងហ្នឹងហើយវាមានកលៈមួយសម្រាប់យើងមូលចេញបានហើយយើងលាងសម្អាតវាទៅខ្ញុំអាសាធ្វើតែខ្ញុំ4 5 ដងហើយហើយយូរវាអាចនឹងស្ទះតិចអីអញ្ចឹងខ្ញុំដោះសម្អាតវាបាញ់ទឹកវាលាងវាទីឆ្កឹះវាចេញអស់មកដើម្បីលាងសម្អាតបានល្អបងប្អូនអាចធ្វើនៅផ្ទះអាចស្ទះអីយើងអាចធ្វើប្រើប្រាស់បានបន្តទៀតយើងទិញថ្មីមកនៅប្រើស្ទះដែររបស់វាផលិតមកវាមិនល្អជាងគ្នាហ្មងអញ្ចឹងយើងតែបានយើងកែសិនទៅកុំតន់ទិញថ្មីខ្ញុំឆ្កឹះខ្ញុំបាញ់ទឹកសម្អាតវាមើលឲ្យសប់មកនេះសល់កណសល់ដីបងប្អូនឃើញទេឃើញខ្ញុំបើកទឹកទឹកវាខ្លាំងប៉ុន្តែវាស្ទះទេអញ្ចឹងយើងលាងសម្អាតទៅយើងមូលចូលវិញធម្មតាទៅដូចរបស់វាដើមទៅមកវាចិត្តในការងារទាំងអស់នេះគឺខ្ញុំមិនមាននឹកឃើញធ្វើខ្លួនឯងទេបងប្អូនប្រពន្ធខ្ញុំប្រើទេបើប្រពន្ធមិនប្រើខ្ញុំអត់នឹកឃើញធ្វើខ្លួនឯងហើយពេលខ្ញុំធ្វើហើយឃើញទេបងប្អូនទឹកវាហូរធម្មតាវិញអញ្ចឹងយើងប្រើវិញហើយបន្ទប់នេះគឺបន្ទប់ទឹករបស់កូនទេខ្ញុំក៏ខានតែមើលយូរដែរទៅមើលវាស្ទះកូនគាត់បានប្រាប់យើងវាគីអញ្ចឹងខ្ញុំធ្វើមូវាខាងក្រោមបន្តិចដើម្បីមកឲ្យវាគៀកវាអត់នឹងអញ្ចឹងយើងរឹតខាងក្រោមបន្តិចទៅដើម្បីឲ្យវារឹងបាទចិត្តហើយឆ្អៀតតិចអាហ្នឹងជាងគេធ្វើមកវាមិនទលាយទេអាកន្លែងខាងក្រោមអញ្ចឹងយើងតជាយាមបន្តិចអត់ធ្វើបានដោយការងារផ្ទះសំខាន់យើងប្រពន្ធប្រើអញ្ចឹងត្រូវធ្វើទៅបាក់ត្រូវធ្វើឃើញយើងនឹងជាងមុនតិចចិត្តរួចហើយអូយទូលវិសតិចដាក់ទូលវិសតិចមកដាក់លេតតិចមើលឲ្យវាមុំតិចចឹងបងប្អូនអាចធ្វើតាមខ្ញុំបង្ហាញជូនទៅយើងអាចប្រើបានវិញហើយវាមិនខូចទេធម្មតារបស់សម្ភារៈមកពីចិនមកវាមិនសូវជាប្រើបានយូរប៉ុន្មានតែវាធ្វើមិនទីផ្សារវាហើយលោកចិនវាទូទាំងទេហើយយើងមិនធ្វើរបស់ចិនយើងបានបោះណាប្រើតែនៅតែប្រើបានណាយើងធ្វើអញ្ចឹងយ៉ាងហោចណាស់ប្រើបាន1 ឆ្នាំហើយទៀតដែរវងវាកកស្ទះយើងដោះលាងទៅវាមានទៅខូចខាតអីបើស្ទះទិញយើងមានលុយណាបងប្អូនអញ្ចឹងយើងវាប្រើជួសជុលប្រើតិចទៅ
nâng nữa nâng này ba nè tầm này nó dân phở bán ở cún mong ô đại bàn rồi mưa video